រឿងភរិយាបណ្ដូលចិត្តនិរដីជាក្មេងស្រីដែលកំព្រាគ្មានឪពុកម្ដាយមើលថែនិងទំនុកបម្រុងសពថ្ងៃនាងរស់នៅជាមួយមីងសាននិងដានីទាំងពីរនាក់ម្ដាយកូនតែងតែធ្វើបាបនិរដីរាល់ថ្ងៃជួនកាលមានពេលខ្លះមិនឲ្យនាងហូបបាយក៏មាននិរដីត្រូវរ៉ាប់រងការងារផ្ទះគ្រប់យ៉ាងនាងរស់នៅក្នុងគ្រួសារនេះដូចជាអ្នកបម្រើដាច់ថ្លៃម្នាក់ហើយថ្ងៃនេះចៃដន្យបានជួបនឹងយាយច័ន្ទដែលត្រូវចោលឆក់កាបូបពេលនាងត្រឡប់មកពីផ្សារទិញម្ហូបមើលទៅយាយច័ន្ទហាក់ដូចជាពេញចិត្តនឹងនិរដីជាខ្លាំងអេឈប់ភ្លាមអាក្មេងពីលអាចោ500ជួយផងជួយខ្ញុំផងចោលឆក់កាបូបហើយជួយផងឆាប់ចាប់យាយចាំមិនហើយពួកឯងឈប់ភ្លាមមនុស្សចាស់ក៏មិនលើកលែងដែរមែនទេឆាប់ប្រកល់កាបូបឲ្យវិញភ្លាមណែនាងល្អិតមនុស្សល្ងងទៅព្រមប្រគល់ឲ្យងាយកុំមករវល់រឿងរបស់យើងបិទភ្នែកហើយឆាប់ដើរចេញភ្លាមទៅបើមិនចង់មានរឿងយើងមិនចង់រវល់ជាមួយពួកឯងទេឆាប់ឲ្យកបបមកបើចង់រួចខ្លួនសំដីថ្លោះណាស់ណោះគិតថាយើងខ្លាចនាងមែនទេពួកឯងមិនបាច់ខ្លាចយើងនោះទេខ្លាចតែប៉ូលីសទៅបានហើយបើមិនឆាប់ចាញ់ទេពួកឯងគ្រប់គ្នាប្រកាសជាបានដេកគុកមិនខាននោះទេផ្ញើទុកសិនចុះចាត់ទុកថាថ្ងៃនេះជាថ្ងៃសោយរបស់យើងទៅចុះចេះដឹងណាស់ជួបគ្នាថ្ងៃក្រោយនាងមិនរួចខ្លួនដូចថ្ងៃនេះទេក្តៅចិត្តអើយចំណៃដល់មាត់ហើយបែរជាឲ្យរបូតតោះពួកឯងទៅវិញបានលបងអាក្រក់ណាស់ពួកឯងនេះមិនគិតធ្វើការរកស៊ីអីទេនាំគ្នាប្រព្រឹត្តតែអំពើអាក្រក់លួចឆក់លោកយាយចាំមិនហើយពួកវាមិនធ្វើបាបលោកយាយដែរទេមិនអីទេចៅសំណាងល្អបានចៅមកតន់កុំអីយាយមុខជាមិនរួចខ្លួនទេមើលទៅចៅស្រីពិតជាក្មេងល្អមែនយាយអរគុណហើយណាហើយចៅឈ្មោះអីដែរផ្ទះនៅម្ដុំណាក្រែងយាយឆ្លងកាត់នឹងបានចូលលេងផ្ទះចៅចាលោកយាយខ្ញុំឈ្មោះនិរដីខ្ញុំគ្មានឪពុកម្ដាយគ្មានផ្ទះសម្បែងទេសប្តាហ៍ថ្ងៃស្នាក់នៅជាមួយមីងរស់នៅឯខាងមុខនោះស្ថានភាពខ្ញុំបែបនេះមិនងាយស្រួលក្នុងការដែលលោកយាយទៅរកខ្ញុំនោះទេខ្ញុំសុំទោសផងដែលខ្ញុំនិយាយបែបនេះមិនអីទេចៅថ្ងៃនេះបើមិនបានចៅយាយមុខជាយ៉ាប់មិនខានយាយអរគុណចៅស្រីខ្លាំងណាស់នេះជាប្រាក់បន្តិចតួចចៅទទួលយកចុះណាយាយឲ្យហើយបើមានការអីចង់ឲ្យយាយជួយចៅទៅរកយាយតាមអាស័យដ្ឋាននេះចុះចាខ្ញុំអរគុណលោកយាយហើយតែខ្ញុំសុំមិនទទួលប្រាក់នេះនោះទេទទួលយកចុះចៅនេះជាទឹកចិត្តរបស់យាយអរគុណលោកយាយអញ្ចឹងខ្ញុំជម្រាបលាលោកយាយសិនហើយទៅចុះចៅសុខសប្បាយណាសូមចម្រុងចម្រើនកើតមានដល់ចៅនិរដីលើកដៃសំពះទទួលពរពីលោកយាយហើយនាងក៏ដើរសម្ដៅទៅផ្ទះយ៉ាងប្រញាប់មកវិញហើយមែនទេនាងល្អយើងឃ្លាស្ទើរដាច់ពោះស្លាប់ទៅហើយសឹកនៅនឹងហើយទៅផ្សារបាត់ឡើងយូរពេញមួយព្រឹកគ្រាន់តែទិញម្ហូបស៊ីសោះមែនហើយម៉ែសឹកនៅនឹងហើយគ្មានឃើញធ្វើអីផងគ្រាន់តែធ្វើម្ហូបឲ្យម្ដាយកូនយើងធ្វើមិនទាន់ផងហើយតែធ្វើការស្អីកាត់ឬក៏ចង់ឲ្យម៉ែយើងចិញ្ចឹមអញមួយជីវិតទៅឆាប់ទៅធ្វើម្ហូបភ្លាមទៅនៅឆោសម្លក់សម្លឹងមុខយើងដល់ណាទៀតជ្រុលពេកហើយដានីនេះបងជាបងឯងមិនគួរនិយាយមកបែបនេះលើបងទេយ៉ាងណាបងមានអាយុច្រើនជាងឯងដែរយើងមិនដែលរាប់ឯងជាញាតិទេឯងគ្រាន់តែជាបញ្ញាក្អែកដែលតោងស្អិតបេះមិនចេញនៅមានទៀតឯងគ្រាន់តែជាកញ្ចេះដាច់ថ្លៃរបស់គ្រួសារយើងចាំទុកក្នុងបំបែងក្បាលនឹងឯងផងទៅមីងលឺដានីនិយាយបែបនេះហើយមីងមិនគិតនិយាយអីខ្លះទេមែនទេឬក្នុងចិត្តមីងមិនដែលចាត់ទុកខ្ញុំជាក្មួយទេឯងកុំប្រកាន់ច្រើនពេកគិតតែពីបុណ្យគុណដែលយើងខំចិញ្ចឹមឯងខ្លះផងកូនយើងនិយាយត្រូវយើងមិនអាចចិញ្ចឹមឯងពេញមួយជីវិតនោះទេដានីគ្រាន់តែចង់ឲ្យឯងធ្វើការងារឲ្យរហ័សរហួនប៉ុណ្ណឹងក៏មានបញ្ហាដែរខ្ញុំមិនមែនជាកូនមីងខ្ញុំជាបញ្ញាក្អែកខ្ញុំជាអ្នកបម្រើនិយាយអីក៏ខុសខ្ញុំយល់ហើយបើយល់ហើយឆាប់តែបាត់ពីមុខយើងភ្លាមទៅយើងថ្លង់ណាស់វើយកុំកំសត់សម្រាប់ទឹកភ្នែកក្បែរតិចយើងពេកនិរដីដើរចេញទៅទាំងទឹកភ្នែកហូរសស្រាក់នៅសល់តែមីងសាននិងកូនស្រីដែលអង្គុយសើចចំអក
កូនស្រីម៉ែនិយាយត្រូវចិត្តម៉ែណាតែកូនកុំនិយាយខ្លាំងដាក់វាពេកប្រយ័ត្នខូចប្រយោជន៍យើងធំព្រោះម៉ែកំពុងតែយកវាឲ្យលោកមេភូមិដើម្បីកាត់បំណុលដឹងហើយនៅមេភូមិកាចាស់នឹងមែនទេអ្នកម៉ែពេញចិត្តកូនណាកូនមិនព្រមឲ្យជីវិតនាងនិរដីបានប្រសើរជាងកូននោះទេកូននឹងជន់វាឲ្យកប់ក្នុងដីក្រោមបាត់ជើងកូនមែនទេម៉ែមែនហើយកូនវាគ្មានសិទ្ធអីបានល្អជាងកូនស្រីរបស់ម៉ែនោះទេយាយត្រឡប់មកពីផ្សារវិញហើយមែនទេយាយទិញអីមកខ្លះនឹងមិនក៏ច្រើនសំពីងសំពងម្លេះអូនេះសុទ្ធតែរបស់ដែលចៅចូលចិត្តតាអរគុណហើយលោកយាយព្រោះដឹងថាជារបស់ដែលចៅចូលចិត្តហូបទើបយាយទិញមកច្រើនបើយាយមិនគិតគូរឯងឲ្យអ្នកណាមកគិតបើសពថ្ងៃរកតែសង្សារមួយនឹងគេមិនបានផងជាតិនេះបែបប្រហែលជាយាយគ្មានសំណាងបានចៅប្រសាមកមើលថែយាយទេមើលទៅស្លាប់ហើយយាយនៅសុកក៏នឹករឿងចៅប្រសាទៀតហើយចៅប្រសាយាយប្រហែលជាមិនទាន់កើតទេដឹងបានជាចៅរកមិនឃើញដូច្នេះមើលវានិយាយចុះគ្មានផ្ដល់ក្តីសង្ឃឹមអីបន្តិចសោះស្លាប់ហើយចង់តែដាច់ខ្យល់ស្លាប់ឥឡូវទេខ្ញុំចៅប្រុសមានតែមកក្របតែមិនយល់ពីចិត្តយាយសោះយាយចង់បានចៅទួតយាយចង់ឃើញឯងមានប្រពន្ធមានកូនមុននឹងយាយស្លាប់ពុទ្ធោលោកយាយប្រពន្ធណាមិនមែនលក់តាមផ្សារដូចកង់ម៉ូតូទេណាយាយចៅខំព្យាយាមហើយតែមិនជួបមនុស្សស្រីដែលត្រូវចិត្តសោះចៅចង់បានមនុស្សស្រីដែលល្អម្នាក់រូបសម្បត្តិសមល្មមសំខាន់នាងព្រមមើលថែលោកយាយថ្ងៃនេះយាយបានជួបក្មេងស្រីម្នាក់នាងបានជួយយាយពេលដែលពួកចៅឆក់នាងមានទឹកចិត្តល្អណាស់នាងឈ្មោះថានិរដីជាក្មេងកំព្រាហើយនាងស្នាក់នៅផ្ទះរបស់មីងនាងហើយស្ថានភាពនាងគួរអាណិតណាស់យាយពេញចិត្តនាងចង់បាននាងមកធ្វើជាចៅប្រសាចៅយល់ដែរទេបានឲ្យតែយាយសប្បាយចិត្តថ្ងៃណាទំនេរចៅនឹងជួលលោកយាយទៅលេងនាងហើយឆ្លៀតអរគុណនាងដែលបានជួយយាយពីដៃពួកចោរទាំងអស់នោះផងសប្បាយចិត្តហើយនៅប៉ុណ្ណឹងលោកយាយមែនទេចៅមកជាពេញចិត្តនិរដីដូចជាយាយមិនខានចាំមើលចុះនិរដីឆាប់ទៅរៀបចំសម្លៀកបំពាក់ឲ្យស្អាតបាតហើយទៅជាមួយយើងមីងចង់នាំខ្ញុំទៅណាមីងយើងនាំឯងទៅធ្វើរឿងដែលមានប្រយោជន៍ឲ្យរស់នៅបានសុខស្រួលឲ្យសោយសុខនឹងទ្រព្យសម្បត្តិคล้ายជាលោកស្រីឆាប់ឡើងទៅជាមួយយើងលោកស្រីអីទៅមីងខ្ញុំមិនយល់អ្វីដែលមីងនិយាយនោះទេម៉ែយើងកំពុងតែរកប្តីឲ្យនាងឯងនឹងហើយណានាងល្ងងឬមួយនាងឯងយកទៅកាច់កង់បំណុលជាមួយលោកមេភូមិផាន់តែថាមិននិយាយល្អជាងមីងពិតមែនទេមីងសួររកពិតឬមិនពិតស្អីឯងគួរតែដឹងគុណយើងដែលខំចិញ្ចឹមឯងហើយរកប្តីអ្នកមានឲ្យឯងរស់នៅបានសុខស្រួលមួយជីវិតដឹងគុណដែលមីងបានយកខ្ញុំទៅកាត់បំណុលនឹងមែនទេមីងកំពុងតែនាំខ្ញុំទៅឋាននរកហើយមីងដឹងទេមីងក៏ដឹងថាមេភូមិជាមនុស្សអាក្រក់មានប្រពន្ធរាប់មិនអស់ឬមីងចង់ឲ្យពួកស្រីទាំងនោះធ្វើបាបខ្ញុំអត់ទេបើខ្ញុំយល់ព្រមតាមមីងខ្ញុំប្រកាសជាស្លាប់ដោយសារស្រីទាំងអស់នោះមិនខានឯងគ្មានសិទ្ធិមកប្រកែកជាមួយយើងទេទៅជាមួយយើងឥឡូវនេះទៅអត់ទេលែងខ្ញុំទៅមីងលែងខ្ញុំទៅណាខ្ញុំសុំវល់មីងជួយខ្ញុំផងរឹងណាស់មែនទេឯងមិនព្រមទៅទេមែនទេដានីឆាប់ទៅយកខ្សែនឹងរពាត់មកឲ្យម៉ែនេះអ្នកម៉ែនេះចង់វាទៅដើម្បីកុំឲ្យវារត់រួចមីងសាទចាប់និរដីចងនឹងខ្សែថែមទាំងវាយធ្វើបាបនិរដីដោយគ្មានអាណិតអាសូរសំលេងយំសោកដោយសារការឈឺចាប់របស់និរដីលាន់ឮពេញផ្ទះការមកដល់របស់យាយច័ន្ទនិងណារិតប្រៀបដូចជាព្រះដែលមកជួយប្រោះព្រំជីវិតក្មេងស្រីកំសត់ម្នាក់នេះឲ្យរួចផុតពីនរកបានហើយមីងខ្ញុំឈឺណាស់អូយបានហើយនេះណាអូយឈឺណាស់មីងឈប់វាយខ្ញុំទៅមីងខ្ញុំឈឺណាស់មីងអើយមីងនិរដីឈប់ភ្លាមអ្នកទាំងពីរធ្វើស្អីនឹងនិរដីយ៉ាងម៉េចហើយចៅយាយជួយខ្ញុំផងណាយាយគាត់បំរុងយកខ្ញុំទៅលក់
អេអ្នកទាំងពីរជាអ្នកណាក៏មកចេះដឹងរឿងគ្រួសារខ្ញុំឆាប់ចេញពីផ្ទះខ្ញុំឥឡូវទៅបើមិនចេញទេខ្ញុំនឹងប្តឹងប៉ូលីសហើយ ល្អហើយខ្ញុំនឹងមិនចាំបាច់ទៅប្តឹងព្រោះអីដែលអ្នកកំពុងធ្វើនេះវាជាអំពើខុសច្បាប់ទាំងធ្វើបាបរាងកាយទាំងលួចដូរមនុស្សមានភ័ស្តុតាងបែបនេះជាប់គុកមិនតិចឆ្នាំទេមីងយ៉ាងម៉េចដែរចង់អត់ អូខ្ញុំគ្រាន់តែបដៅវាបន្តិចបន្តួចខ្ញុំគ្មានទោសស្អីនោះទេ មានស្លាកស្នាមពេញខ្លួនបែបនេះច្បាប់មិនចាត់ទុកថាជាការប្រដៅទេជាអំពើហិង្សាដោយចេតនាច្បាស់ណាស់និរដីកុំខ្លាចខ្ញុំនឹងជួយធ្វើជាសាក្សី បានហើយចៅកុំខាតពេលនិយាយជាមួយមនុស្សបែបនេះតោះនិរដីទៅជាមួយយាយចាប់ពីថ្ងៃនេះតទៅយាយជាអាណាព្យាបាលរបស់ចៅមិនបានយើងមិនព្រមឲ្យឯងទៅណាទាំងអស់ឯងត្រូវតែនៅបម្រើយើងនិងកូនយើងនៅទីនេះឯងកុំចង់រំលគុណតាំងពីម៉ែឪឯងងាប់បាត់ទៅយើងតែម្នាក់ដែលចិញ្ចឹមក្បាលឯងដល់ធំប៉ុណ្ណេះយ៉ាងម៉េចធំហើយហាមិនឃើញក្បាលយើងទេមែនទេហាមីងតាំងពីដឹងក្តីរហូតដល់ថ្ងៃនេះខ្ញុំមិនដែលបានហូបឆ្ងាញ់ដេកស្រួលមីងប្រើខ្ញុំដូចអ្នកបម្រើវាយធ្វើបាបខ្ញុំរាល់ថ្ងៃមីងថែមទាំងបង្ខំខ្ញុំឲ្យធ្វើជាប្រពន្ធមេភូមិផាន់ដើម្បីកាត់បំណុលដែលមីងជំពាក់មីងនៅមានមុខមកទាគុណបុណ្យមែនទេអាក្រក់ជួជាតិពេលថ្ងៃនេះទៅមីងក្មួយយើងទាំងពីរមិនបាច់ជួបមុខគ្នាទៀតទេមីក្មួយរមិលគុណបើដឹងថាឯងអាក្រក់រមិលគុណនឹងយើងបែបនេះណាយើងจะបាច់កឯងងាប់តាំងពីតូចមកម្លេះអើយនិរដីដើរចេញទៅដោយគ្មានអាឡោះអាល័យនិងមិនងាកក្រោយអីបន្តិចគ្រាន់តែនិរដីចេញទៅបាត់បានបន្តិចមេភូមិផាន់ក៏ដើរចូលមកនាងសាទឯងគិតមុខយើងមែនទីវាដូចជាយូរពេកហើយវើយកាលណាបានឯងគិតគូសងលុយកាក់ដល់យើងហ៎ហើយចុះក្មួយស្រីដែលឯងសន្យាថាយកមកប្រគល់ឲ្យយើងនោះពេលនេះវានៅណា លោកមេភូមិខ្ញុំបំរុងនឹងយកនាងទៅជូនលោកនៅថ្ងៃនេះតែនាងត្រូវមនុស្សពីរនាក់នោះមកនាំយកទៅបាត់ហើយសូមលោកមេភូមិមេត្តាដល់ខ្ញុំទុកពេលឲ្យខ្ញុំបន្តិចទៀតខ្ញុំនឹងនាំនាងមកជូនលោកឲ្យបានឯងនេះមានលេសច្រើនណាស់ពួកឯងចាត់ការនាងតិចទៅកុំឲ្យវាចេះតែកុហកយើងធុញនឹងពាក្យកុហកដដែលនេះណាវើយយើងមិនចង់ខ្លាចជាម្ចាស់បំណុលដែលល្ងងទេកុំអីអូយលោកមេភូមិបានហើយអើយអាណិតខ្ញុំផងអើយអាណិតឯងមែនទេបើអាណិតឯងតើយើងនឹងបានលុយវិញដែរទេឯងក៏មិនជាមនុស្សដែលគួរអាណិតស្អីដែរម៉ែយ៉ាងម៉េចនឹងម៉ែអូនាងសាទកូននាងឯងនេះស្អាតគួរសមតើវើយមានកូនស្រីស្អាតបែបនេះបែរជាលាក់នឹងយើងឯងនេះពិតជាហ៊ានណាស់តោះនាងតូចទៅជាមួយបងនឹងមើលថែនាងឲ្យបានល្អបំផុតណាអត់ទេអ្នកម៉ែជួយកូនផងលេងតែអាកញ្ចាស់យើងខ្ពើមឯងណាលេងអាកញ្ចាស់ឯងចាស់ហើយកុំអីលោកមេភូមិកុំធ្វើអញ្ចឹងអីទុកពេលឲ្យខ្ញុំប្រកាសជារកប្រាក់មកសងលោកឆាប់នេះយើងមិនចង់បានប្រាក់ទេយើងចង់បានកូនស្រីឯងតោះអត់ឯងចាប់នាងយកទៅមេភូមិលែងកូនខ្ញុំទៅលែងកូនខ្ញុំមកវិញណាដានេះម៉ាក់សុំទោសកូននេះជាកម្មពៀមែនទេទោះបីដានីខំប្រឹងប្រកែកនឹងទួញយំយ៉ាងណាក៏នាងគ្មានឱកាសរួចផុតពីកណ្ដាប់ដៃរបស់មេភូមិផាន់បានឡើយគួរឲ្យអាណិតនាងដែរចង់ធ្វើបាបគេទុកបាយជាធ្លាក់មកលើខ្លួនឯងយាយចៅទៅធ្វើការហើយណាអេឈប់ចៅឯងក៏ប្រញាប់ដល់ថ្នាក់នេះតែស្លាប់បែបនេះណែឆាប់អង្គុយចុះសិនមកយាយមានរឿងចង់និយាយជាមួយខ្ញុំដឹងហើយថាយាយចង់និយាយពីរឿងអីហើយចៅគិតយ៉ាងម៉េចយើងមិនអាចធ្វើទាំងមើលបែបនេះទេណាចៅអ្នកចិត្តខាងនឹងនាំគ្នានិយាយមិនល្អចំពោះនារដីចៅពេញចិត្តនាងតែចៅមិនចង់បង្ខំចិត្តនាងចៅចង់ឲ្យនាងស្រឡាញ់ចៅដោយមិនស្ទាក់ស្ទើរដោយមិនគិតពីរឿងបុណ្យគុណចៅមិនចង់ឲ្យនាងទៅទាល់ក្នុងចិត្តទេណាលោកយាយបានសួរចិត្តចៅនារដីរួចរាល់អស់ហើយនាងមិនប្រកែកនាងទុកឲ្យយាយជាអ្នកសម្រេចហើយយាយគិតថាយាយនឹងរៀបចំមង្គលការឲ្យពួកចៅឆាប់នេះនាងមិនប្រកែកទេមែនទេលោកយាយអញ្ចឹងបានន័យថាក្នុងចិត្តនាងក៏មានចៅដែរចៅសប្បាយចិត្តណាស់
យាយនេះក៏សប្បាយចិត្តមិនចាញ់ចៅប្រហែលដែរ មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានរៀបការជាមួយគ្នានិងរស់នៅជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់គិតអីហ្នឹង អូគ្មានអីទេអូនគ្រាន់តែគិតរឿងតិចតួចប៉ុណ្ណោះ អូនអង្គុយនៅទីនេះយូរហើយអូនពិបាកចិត្តរឿងអីមែនទេអូនជាប្រពន្ធបងយើងជាគ្រួសារនឹងគ្នាមានរឿងអីត្រូវតែប្រាប់បងកុំសំងំកើតទុកតែម្នាក់ឯងពេលនេះអូនមិនមែននៅម្នាក់ឯងដូចមុនទៀតទេអូនមានបងមានលោកយាយណា បងអូនគ្រាន់តែគិតដល់ដានីនិងមីងតើពេលនេះពួកគេរស់នៅយ៉ាងម៉េចតើបានសុខដែរទេ និរដីពួកគេធ្វើអាក្រក់ដាក់អូនប៉ុណ្ណឹងទៅហើយអូននៅមិនខឹងអូននៅតែមានចិត្តបារម្ភពីពួកគេទៀតអូនល្អពេកហើយបងសំណាងណាស់ដែលបានអូនធ្វើជាប្រពន្ធ បងសំណាងអីទៅអូនទេជាមនុស្សស្រីដែលមានសំណាងបានបងធ្វើជាប្តីសំណាងបានបងនាំចេញពីនរកសំណាងបានបងមើលថែថ្នាក់ថ្នមបងជាពន្លឺដែលនាំអូនចេញពីភាពងងឹត និរដីបងស្រឡាញ់អូនណាស់ពួកយើងនឹងរស់នៅជាមួយគ្នាបងនឹងធ្វើជាឆាត់ការពារភ្យុះភ្លៀងឲ្យអូនពេញមួយជីវិត លោកប្តីអូនសប្បាយចិត្តអូននឹងស្រឡាញ់បងមើលថែគ្រួសារយើងឲ្យមានសុភមង្គលជារៀងរហូតទៅ ដោយពាក្យចាស់លោកពោលថាក្រោយភ្លៀងមេឃស្រឡះជីវិតរបស់និរដីក៏ដូច្នោះដែរក្រោយពេលជួបរឿងជូរចត់កំសត់ព្រាត់ប្រាសនាងបែរជាមានសំណាងបានប្តីស្រឡាញ់ថ្នាក់ថ្នមផ្ដល់សុភមង្គលដល់នាងខុសពីជីវិតរបស់ដានីដែលត្រូវរងនៅការធ្វើបាបជិះជាន់ពីប្រពន្ធគ្រប់គ្នារបស់មេភូមិផាន់ត្រង់ចំណុចនេះអ្នកនិពន្ធចង់បញ្ជាក់ថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើទុកដល់គេទុកនោះនឹងធ្លាក់មកលើខ្លួនចប់ដោយបរិបូរណ៍សូមអរគុណ